ប៉ុន្តែក្រោយពីមក10នាទីក្រោយមកលោកបានសរសេរសារនៅលើតាមបណ្ដាញសង្គម True Social របស់លោកម្សិលទៀតដោយបាននិយាយថាលោកមានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូនពលរដ្ឋអាមេរិកថាក្នុងរយៈពេលប្រមាណម៉ោងចុងក្រោយនេះគឺទាហានអាមេរិកបានវាយប្រហារនិងបំផ្លាញទាំងស្រុងនៅទូកនិងនាវាចំនួន10គ្រឿងដែលមានគោលបំណងដាក់មីននោះហើយនឹងមានការវាយប្រហារបន្ថែមទៀតបាទ CNN ក៏បានរាយការណ៍នៅថ្ងៃអង្គារនេះផងដែរថាអ៊ីរ៉ង់បានចាប់ផ្ដើមដាក់មីននៅក្នុងច្រកសមុទ្រហើយកាលពីថ្ងៃច័ន្ទលោកត្រាំបានព្រមានអ៊ីរ៉ង់អំពីផលវិបាកនៃការរាំងខ្ទប់ច្រក Hormuz នេះដែលមិនឲ្យមានចរាចរណ៍នាវាឆ្លងកាត់ដែលលោកបង្ហោះនៅលើបណ្ដាញសង្គម True Social ថាប្រសិនបើអ៊ីរ៉ង់ធ្វើអ្វីមួយដែលបញ្ឈប់លំហូរប្រេងនៅក្នុងច្រកសមុទ្រ Hormuz គឺពួកគេនឹងត្រូវសហរដ្ឋអាមេរិកវាប្រហារខ្លាំងជាងមុនចំនួន20ដងបាទដែលគេមិនធ្លាប់បានឃើញនៅក្នុងពេលនេះទេបាទរីឯនៅក្នុងសន្និសីទសារព័ត៌មាននៅឯក្រសួងការពារជាតិបាទនៅក្រសួងការពារជាតិឬក៏ហៅថាក្រសួងសង្គ្រាមនៅថ្ងៃអង្គារនេះវិញគឺទាំងលោកអគ្គមេបញ្ជាការឬក៏មេបញ្ជាការកងទ័ពចម្រុះនោះគឺលោកនាយឧត្តមសេរី Dan Kent បាទនិយាយថាគឺបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកដែលត្រួតពិនិត្យមើលប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់គឺនៅបន្តតាមប្រម៉ាញ់នឹងវាយប្រហារកប៉ាល់ដាក់មីននិងកន្លែងឃ្លាំងស្តុកមីនរបស់អ៊ីរ៉ង់ចោលរីឯលោករដ្ឋមន្ត្រីក្រសួងការពារជាតិវិញលោក Pete Hegseth ក៏បាននិយាយនៅថ្ងៃអង្គារនេះផងដែរថាថ្ងៃនេះនឹងក្លាយជាថ្ងៃវាយប្រហារដ៏ខ្លាំងក្លាបំផុតរបស់យើងនៅក្នុងប្រទេសអ៊ីរ៉ង់ជាថ្មីម្ដងទៀតបាទហើយដោយការបដិញ្ញាមែនទៅតាមសេចក្តីរាយការណ៍មកគឺសហរដ្ឋអាមេរិកបានវាយប្រហារយ៉ាងខ្លាំងតែម្ដងទៅលើប្រទេសអ៊ីរ៉ង់បាទដោយលោករដ្ឋមន្ត្រីបានបញ្ជាក់ថាអ៊ីរ៉ង់ឥឡូវនៅឈរតែម្នាក់ឯងទេបាទពួកគេនឹងចាញ់យ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី10នៃប្រតិបត្តិការ Epic Fury បាទលោក Hegseth បានថ្លែងដូចនេះនៅក្នុងសន្និសីទសារព័ត៌មានលោកបានបន្ថែមថាក្នុងរយៈពេល24ម៉ោងកន្លងមកនេះគឺសហរដ្ឋអាមេរិកបាទឃើញថាអ៊ីរ៉ង់ឥឡូវនេះបាញ់មីស៊ីលតិចជាងមុនច្រើនបាទបើធៀបនឹងសមត្ថភាពដែលធ្លាប់បាញ់នាពេលកន្លងមកបាទទោះបីជាយ៉ាងណាក៏ដោយលោកបានថ្កោលទោសអ៊ីរ៉ង់ចំពោះការវាយប្រហារទៅលើប្រទេសជិតខាងនៅឈូងសមុទ្ររបស់ខ្លួនដែលប្រទេសមួយចំនួនជាអតីតសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ខ្លួនឯងហើយមិនបានធ្វើសកម្មភាពណាមួយដើម្បីបាទញុះញង់អុចអាលបង្កឲ្យមានរឿងនោះទេប៉ុន្តែអ៊ីរ៉ង់បែរជាទៅវាយប្រហារបាទលោកបានសន្យាថាសហរដ្ឋអាមេរិកនឹងបញ្ជូនយន្តហោះចម្បាំងបានច្រើនជាងមុនបាទហើយទម្លាក់យន្តហោះទម្លាក់គ្រាប់បែកកាន់តែច្រើនជាងមុនហើយនឹងបង្កើនការវាយប្រហារកាន់តែខ្លាំងជាងមុនទៅលើអ៊ីរ៉ង់នៅថ្ងៃអង្គារនេះដើម្បីសម្រេចឲ្យបាននូវគោលបំណងយោធាចំនួន3ទី1គឺបំផ្លាញឃ្លាំងមីស៊ីលរបស់អ៊ីរ៉ង់និងសមត្ថភាពនៅក្នុងការផលិតមីស៊ីលទី2គឺបំផ្លាញសមត្ថភាពកងកម្លាំងជើងទឹករបស់អ៊ីរ៉ង់ហើយនឹងទី3គឺធ្វើយ៉ាងណាមិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជារៀងរហូតបាទនេះគឺជាអ្វីដែលលោកបានថ្លែងនៅក្នុងសន្និសីទ